តាំងពីកើតមករហូតដល់ក្បាលកាចាស់ប្រពន្ធហ្នឹងមិនដែលបានដើរលេងឆ្លងឆ្នាំនឹងគេសុំបីតែម្ដងមិនមែនរវល់គ្មានពេលដែរណាគឺខ្ញុំអត់ចូលចិត្តទៅកន្លែងដែលមានមនុស្សច្រើននិយាយចំទៅខ្ញុំពុលមនុស្សបើថាខ្ញុំចង់ដើរអីអញ្ចឹងភាគច្រើនគឺខ្ញុំដើរតែថ្ងៃផ្សេងដែលមិនមែនជាថ្ងៃបុណ្យទានដល់ថ្ងៃគេបុណ្យទានខ្ញុំសុកចិត្តដើរទិញអីយកមកអង្គុយញ៉ាំនៅផ្ទះវិញនៅផ្ទះវាស្រួលមិនបាច់បារម្ភរឿងស្ទះផ្លូវស្ទះអីអញ្ចឹងណាព្រោះអីខ្ញុំគឺជាមនុស្សដែលរហ័នមនុស្សភ្លើងចម្បើងខ្ញុំអត់ចូលចិត្តអីយូរទេមើលតាំងការបន់អ៊ំទូកសាកទៅលេងសៀមរាបម្ដងលោកអើយខ្ញុំឡើងខ្យល់ចាប់ក៏ខ្យល់ឡើងពេញខ្លួនមនុស្សច្រើនពេកចង់ញ៉ាំអីក៏ពិបាកទិញគ្រាន់ធ្វើដំណើរតាមមាត់ទៅនេះទៅទៅនោះមកចងាយមិនតិចអេប៉ុន្តែឡើងរាប់ម៉ោងធ្វើឲ្យខ្ញុំរៀងមួយជីវិតចាដើរម្ដងហើយគឺរៀងរហូតបដ ாய் អញ្ចឹងសុកចិត្តទិញអីមកអង្គុយញ៉ាំនៅផ្ទះវិញវាក្តីសុខជាងមិនបាច់មានអ្នករំខានមិនបាច់ស្អុយក្លិនឃ្លាកអ្នកណាយ៉ាងទៀតខ្ញុំអត់ហ៊ានឆ្លងឆ្នាំទេខ្ញុំអត់ចង់ចាស់គឺខ្ញុំចង់នៅជីវិតអមតៈអញ្ចឹងរហូតដើម្បីឲ្យផឹកស៊ីបានយូរតទៅទៀតព្រោះអីខ្ញុំផឹកមិនទាន់ឆ្អែតផងតែថ្ងៃហ្នឹងអត់បានផឹកទេសុំសម្រាប់មួយថ្ងៃព្រោះអីរវល់ស៊ីហើយបើយើងអាឡ័យតែផឹកស៊ីបានច្រើនទេអញ្ចឹងកុំឲ្យខាតយើងខំទិញរបស់មកឆ្ងាញ់ឆ្ងាញ់មកកណូលអញ្ចឹងវាទុកចោលវាមិនស្ដាយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាយបាយ